ទូលេខពន្ធ245%របស់សេតវិមានសម្រាប់ផលិតផលមួយចំនួនមកពីប្រទេសចិនបង្កឲ្យមានភាពច្របូកច្របល់ចំពេលមានសង្គ្រាមពាណិជ្ជកម្មដ៏តានតឹងរវាងប្រទេសចិននិងសហរដ្ឋអាមេរិកសេចក្តីថ្លែងការណ៍របស់សេតវិមានបង្ហាញថាទំនិញចិនមួយចំនួនប្រឈមមុខជាមួយនឹងការតម្លើងពន្ធរហូតដល់ទៅ245%វាបានបង្កើតឲ្យមានភាពច្របូកច្របល់នៅក្នុងទីក្រុងប៉េកាំងតើវាជាការកើនឡើងមួយទៀតដែរឬយ៉ាងណាពន្ធថ្មីរបស់ Donald Trump ទៅលើប្រទេសចិននៅតែឈរនៅ145%ប៉ុន្តែសេតវិមានបានព្យាយាមជំរះអ្វីៗយ៉ាងឆាប់រហ័សដែលនិយាយថាតួលេខ245%ដែលពួកគេដាក់នៅក្នុងឯកសារកាលពីថ្ងៃទី15ខែមេសាដែលបង្ហាញពីបរិបទសម្រាប់បញ្ជាប្រតិបត្តិថ្មីពីប្រធានាធិបតី Donald Trump តំណាងឲ្យពន្ធពីមុននិងពន្ធថ្មីទាំងអស់លើទំនិញចិនមួយចំនួនដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋបាល Joe Biden និងរដ្ឋបាល Donald Trump ជាលើកដំបូងនៅពេលត្រូវបានសាកសួរពីការធ្វើអត្ថាធិប្បាយលើទិន្នន័យពីសេតវិមានមន្ត្រីចិនបាននិយាយតបកាលពីថ្ងៃទី16ខែមេសាថាវាអាស្រ័យលើមន្ត្រីអាមេរិកនៅក្នុងការផ្តល់ចម្លើយអំពីរបៀបដែលពួកគេទទួលបានរហូតដល់ទៅ245%អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាអ្នកអាចយកតួលេខនេះទៅសួរសហរដ្ឋអាមេរិកដើម្បីលោកអ្នកបានចម្លើយជាក់លាក់សហរដ្ឋអាមេរិកបានដាក់ពន្ធធំៗលើផលិតផលចិនមួយចំនួនរហូតដល់ទៅ100%មុនពេលលោក Trump ចាប់ផ្ដើមប្រកាសពន្ធថ្មីនៅក្នុងឆ្នាំនេះសេតវិមានបាននិយាយថាបន្ថែមការយកពន្ធមានស្រាប់រហូតដល់ទៅ145%នៅក្នុងពន្ធថ្មីដែលលោក Donald Trump បានដាក់នៅលើទំនិញចិនហើយមួយចំនួនកំពុងប្រឈមមុខទៅនឹងពន្ធ245%រថយន្តអគ្គិសនីនិងសារ៉ាំងវៀតណាមគឺជាផលិតផលពីរដែលប្រឈមមុខនឹងការយកពន្ធ100%ពីរដ្ឋបាល Biden រួចមកហើយមុនពេលដែល Donald Trump ចាប់ផ្ដើមដាក់ពន្ធថ្មីលើទំនិញចិននៅក្នុងឆ្នាំនេះហើយឥឡូវនេះរដ្ឋបាលរបស់លោក Donald Trump បានដាក់ពន្ធរហូតដល់ទៅ245%នេះវាយោងតាមអ្វីដែលសេតវិមានបានឲ្យដឹងយ៉ាងដូចនេះសហរដ្ឋអាមេរិកបានតម្លើងពន្ធចន្លោះពី 7.5% ទៅ 100% រួចមកហើយលើទំនិញចិនមួយចំនួនមុនពេលដែលលោក Donald Trump ចូលកាន់តំណែងនៅក្នុងឆ្នាំនេះ I don't blame China. I don't blame លោក Donald Trump បាននិយាយកាលពីថ្ងៃទី15ខែមេសាថាគ្រប់យ៉ាងវាអាស្រ័យនៅលើប្រទេសចិនដើម្បីធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះលោក Trump បាននិយាយនៅក្នុងការធ្វើអត្ថាធិប្បាយរបស់ខ្លួនដែលបញ្ជូនបន្តដោយលេខាធិការព័ត៌មានសេតវិមាន Caroline Leavitt ថាបាល់គឺស្ថិតនៅក្នុងតុលាការរបស់ប្រទេសចិន China needs to make a deal with us. We don't have to make a deal with them. There's no difference between China and any other country except they are much larger. ប្រទេសចិនត្រូវតែធ្វើកិច្ចព្រមព្រៀងជាមួយយើងមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេទេនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការចេញផ្សាយនៅក្នុងករណីនេះស្ថានទូតចិននៅទីក្រុង Washington បានចោទទៅកាន់ក្រសួងពាណិជ្ជកម្មរបស់ខ្លួនដែលប្រកាសថាប្រទេសនេះបានស្គាល់ថាពន្ធកើនឡើងក្រោមលេសផ្សេងៗគ្នាលើការនាំចេញរបស់ទំនិញចិនទៅកាន់សហរដ្ឋអាមេរិកដោយឈានរហូតដល់ទៅកម្រិតខ្ពស់បំផុតគឺ 245%សេចក្តីថ្លែងការណ៍ក៏បានបន្តទៀតថានេះបង្ហាញពីវិសាលភាពដែលអាមេរិកបានតម្លើងពន្ធសម្ពាធរហូតដល់បាត់បង់ហេតុផលទោះបីជាយ៉ាងណាក៏ដោយប្រទេសចិនបាននឹងកំពុងឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងការកើនឡើងនេះដែលបានតម្លើងពន្ធលើទំនិញរបស់សហរដ្ឋអាមេរិករហូតដល់ទៅ25%សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិនក៏បានគម្រាមការយកពន្ធបន្ថែមទៀតប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តលើល្បែងតម្លើងពន្ធកើនឡើងនេះក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃប្រហ័សថាប្រទេសចិននឹងមិនយកចិត្តទុកដាក់ទេប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តលេងល្បែងពន្ធនេះបន្ទាប់ពីសេតវិមានបានគូបញ្ជាក់ពីរបៀបដែលប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់245%ដោយសារតែសកម្មភាពសងសឹករបស់ខ្លួនលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសតម្លើងពន្ធបន្ថែមលើប្រទេសទាំងអស់កាលពី2សប្តាហ៍មុនតែក្រោយមកក៏បានផ្អាករយៈពេល90ថ្ងៃខណៈពេលដែលរក្សាការដាក់ទណ្ឌកម្មនៅលើប្រទេសចិនគឺនៅតែជាធរមានទីក្រុងប៉េកាំងបានបង្កើនការយកពន្ធផ្ទាល់លើទំនិញរបស់សហរដ្ឋអាមេរិកជាការឆ្លើយតបក៏ដូចជាការសងសឹកហើយមិនបានស្វែងរកការចរចាណាមួយដែលខ្លួនបាននិយាយថាវាអាចកើតមានឡើងនៅលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនិងសមភាពទន្ទឹមនឹងនេះប្រទេសជាច្រើនផ្សេងទៀតបានចាប់ផ្ដើមសម្លឹងមើលកិច្ចព្រមព្រៀងទ្វេភាគីជាមួយទីក្រុង Washington កាលពីសប្តាហ៍មុនប្រទេសចិនក៏បានដាក់ពាក្យបណ្ដឹងថ្មីមួយទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងលើពន្ធរបស់សហរដ្ឋអាមេរិកដែលបានចោទប្រកាន់ទីក្រុង Washington ថាបានរំលោភលើច្បាប់របស់ស្ថាប័នពាណិជ្ជកម្មពិភពលោក Based on the trade policies currently in effect ដោយបានស្មានដល់ប្រទេសចិននៅក្នុងសប្តាហ៍នេះបានតែងតាំងធុរកិច្ចចរចាពាណិជ្ជកម្មថ្មី
លោក Lee Cheng-gang បេសកជនសំខាន់របស់ខ្លួននៅចាំអង្គការពាណិជ្ជកម្មពិភពលោកដែលនឹងជាកន្លឹះនៅក្នុងការចរចាមួយដើម្បីដោះស្រាយសង្គ្រាមពន្ធដែលនឹងជាកន្លឹះក្នុងកិច្ចចរចាណាមួយដើម្បីដោះស្រាយសង្គ្រាមពន្ធកុយដែលកំពុងកើតឡើង Washington បាននិយាយថាលោក Trump បើកចំហដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិនប៉ុន្តែទីក្រុងប៉េកាំងគួរតែផ្ដើមដំណើរការមុនដោយទទួលក្រមហេតុផលថាប្រទេសចិនត្រូវការលុយរបស់សហរដ្ឋអាមេរិក